đuaជួយដួអានោះតជួយដួអូអត់ទេអូខេសួស្តីបងប្អូនទាំងអស់គ្នាជួបខ្ញុំទៀតហើយថ្ងៃនេះយើងមកលេងជីកដដែលហើយបងប្អូនតែងតែសួរពីរបៀបលេងនុយជីករបស់ខ្ញុំហើយខ្ញុំក៏បានចេញវីដេអូច្រើនដែរប្រាប់ពីរបៀបលេងនុយជីកតែប្រហែលជាមិនក្បោះក្បាយបងប្អូនអត់លក្ខណៈថាអត់សូវយល់ចឹងណាអញ្ចឹងបងប្អូនអាចជាមើលវីដេអូដែលខ្ញុំផុសជាទូទៅហ្នឹងរាល់ដងហ្នឹងរបៀបលេងនុយជីកឬក៏វីដេអូដែលខ្ញុំចូលថៃចូលអីបងប្អូនជាមើលទៅថាខ្ញុំលេងម៉េចខ្ញុំតម្លាក់ម៉េចហើយលេងពណ៌អីលេងអីចឹងណាក៏ប៉ុន្តែពណ៌ដែលខ្ញុំលេងរាល់ដងហ្នឹងគឺខ្ញុំលេងចម្រោះខ្ញុំអត់ focus លើពណ៌ណាចឹងទេគឺខ្ញុំលេងគ្រប់ពណ៌ទាំងអស់ព្រោះអីខ្ញុំអ្នកលក់អញ្ចឹងខ្ញុំត្រូវការតេស្តឲ្យគ្រប់ពណ៌ជូនបងប្អូនចឹងហើយចំពោះនុយវាមានជាប្រភេទ10ក្រាម5-10ក្រាម20ក្រាមចឹងទៅហើយនៅក្នុងវីដេអូនេះគឺត្រូវខាំនុយទម្ងន់20ក្រាមហើយនៅក្នុងវីដេអូនេះកន្លែងនេះខ្ញុំពងលេងហ្នឹងគឺនុយខ្ញុំលេងហ្នឹងទម្ងន់15ក្រាមហើយមិនតិចទៀតហ្នឹងខ្ញុំដូរដាក់20ក្រាមតែពណ៌នុយតែមួយទេក្បាលក្រហមហើយខ្លួនទឹកប្រាក់ផ្លេកណាអញ្ចឹងការលេងរបស់ខ្ញុំទីបងប្អូនសង្កេតមើលអញ្ចឹងខ្ញុំមិនដឹងថារបបប្រាប់មិនពេលខ្លះតោះតែឃើញរបៀបលេងរបៀបអីអញ្ចឹងយើងសង្កេតមើលអញ្ចឹងពេលខ្លះខ្ញុំបញ្យល់ឬក៏ខ្ញុំប្រាប់អីក៏អត់ក្បោះក្បាយអត់ត្រូវនឹងអ្វីដែលបងប្អូនឆ្ងល់អញ្ចឹងក៏សូមអធិស្ឋានដែរអញ្ចឹងបងប្អូនជាសង្កេតការលេងរបស់ខ្ញុំទៅដូចខ្ញុំអញ្ចឹងខ្ញុំគប់ទឹកក្រៅផងខ្ញុំលេងក្នុងកញ្ចក់ផងនិយាយទៅដើរលេងគ្រប់កន្លែងអញ្ចឹងណាហើយយើងលេងហ្នឹងដូចឃើញហ្នឹងបោះទៅហើយតម្លាក់វាដល់បាតទៅដល់ពេលដឹងថាវាដល់បាតហើយយើងលើកកធៈវាទៅនិយាយទៅកុំឲ្យធូរខ្សែពេលយើងលើកកធៈហ្នឹងហើយនុយធ្លាក់ដល់ដីយើងបតឹងខ្សែនេះកធៈអញ្ចឹងហើយយើងបវល់វិញឲ្យនុយធ្លាក់ដល់ដីយើងកធៈទៀតហ្នឹងរបៀបលេងមានតែប៉ុណ្្នឹងទេបែបងាយហើយបើសិនជាដើរតម្លាក់ជុំវិញហ្នឹងក៏ខ្ញុំអត់លេងបោះខ្ញុំលេងតម្លាក់ហ្នឹងក៏ខ្ញុំលើកតម្លាក់បែបអញ្ចឹងដែរតែគាត់ថាលេងនៅខាងក្នុងវិតៈជាងខាងក្រៅចាស់លេងខាងក្រៅវាអត់សូវតាក់តែគាត់ថាបើសិនជាលេងខាងក្រៅនេះវាអាចប៉ះគីឡូធំភិកច្រើនអញ្ចឹងណានៅកន្លែងនេះខ្ញុំដូរ15ក្រាមចេញផ្លែដូចគ្នាអីដូចគ្នាអញ្ចឹងរូបរាងដូចគ្នាទាំងអស់ពណ៌ក៏ដូចគ្នាដែរតែខ្ញុំចង់ដូរយក20ក្រាមលេងអញ្ចឹងណាហើយក៏សម្រាប់ចិត្តដូរដាក់20ក្រាមទៅនុយមានពណ៌មានអីចម្រុះអញ្ចឹងទៅផ្លែមុខ3ខ្ញុំសគួរដាក់2-3ថតអញ្ចឹងទៅដល់ពេលយើងចូលថៃវិចផ្លែឬជំនះអីវិចផ្លែយើងដូរផ្លែភ្លាមអញ្ចឹងណាបើយើងពុតអត់បានទេយើងដូរផ្លែហើយការលេងរបស់ខ្ញុំទីបងប្អូនឃើញហ្នឹងពេលខ្លះវាអត់ទៀងទេត្រូវពេលខ្លះតម្លាក់ចំមុខវាអញ្ចឹងបបវត្តកទួយយកតែហ្មងដូចក្នុងវីដេអូនោះទៀតណាខ្ញុំដាក់កបលដាក់អីជាមួយនុយជាងមកអូខេតពួកមកបន្ទាប់មកបោះឲ្យចូលថៃបណ្ដោយវាអត់ទៀងពេលខ្លះកន្លែងខ្លះវាមានថៃកន្លែងខ្លះវាអត់ថៃវាត្រូវការពេលយូរពេលឆាប់អញ្ចឹងបងប្អូនលេងតាមជាក់ស្ដែងហើយឲ្យតែមានថៃយូរឆាប់ឯកងចូលនេះកន្លែងនេះបោះទៅហើយតលាប្រឡែងខ្សែខ្សែអត់តន់នេះផងមានអារម្មណ៍ថាដូចអត់ស្រួលលើកកធៈមកផ្លាច់ជាប់មកវាវត្តកតុយនេះផ្លឹបទៅបណ្ដោយទៀតអូយពូដួជួយដួអានោះតជួយដួអូអត់ទេទូមែនជាតិដោយរត់ដងអញ្ចឹងបន្ទាប់ពីយើងយកត្រីហើយគឺយើងថតវីដេអូថតរូបស្លឹក
ថតអីចឹងណាដើម្បីផ្សព្វផ្សាយលក់នុយលក់អីដើម្បីដោះស្រាយជីវភាពហើយនុយជីកខ្ញុំក៏មានលក់ដែរប្រាប់ដែរគូវីដេអូហ្នឹងហើយប្រាប់ចឹងហើយជួយទិញម្នាក់4 10 20 30 40គ្រាប់100គ្រាប់ទៅដើម្បីដោះស្រាយជីវភាពខ្ញុំទាំងអស់គ្នាហើយការលេងបងប្អូនទិញធំ5គ្រាប់5អីហ្នឹងមួយជើងហ្នឹងពេលខ្លះលេងអត់ក្រាន់ទេនុយហ្នឹងវាអាចតាក់ដាច់ច្រើនតែបើសិនជាលេងកន្លែងទឹកអត់មានជំនះមានអីវាអត់ងាយដាច់ហើយក៏វាអត់សូវសបោថៃដូចកន្លែងមានជំនះដែរអញ្ចឹងការលេងរបស់យើងគួរតែទិញស្គួរនុយច្រើនទៅជួយទិញខ្ញុំផងអញ្ចឹងណាហើយនុយពណ៌អីតេះជាក់ស្ដែងដូចបងប្អូនឃើញអញ្ចឹងណាតែឲ្យស៊ីនមកថាមានត្រីខាងពណ៌ហ្នឹងលេងនុយមិនអីមិនបានអញ្ចឹងគឺជាក់ស្ដែងមានវីដេអូប្រាប់បងប្អូនអញ្ចឹងហើយបងប្អូនជួយទិញទៅមិនខកបំណងទេគឺបងប្អូនយកទៅលេងដូចខ្ញុំទៅប្រកាសជាចូលចំមេហើយឥឡូវយកត្រីយកមកដាក់ក្នុងកត្រងហើយវីដេអូយើងគឺអត់មានអីទេមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចជួយទិញនុយម្នាក់10 20គ្រាប់ផងអរគុណជម្រាបលា